បាទសម្រាប់ពេលល្ងាចបាទត្រូវនៅថ្ងៃពុធបាទទី19ខែវិច្ឆិកាឆ្នាំ2025ណាហើយចូលមកដល់ក្រោលហើយថ្ងៃនេះបាទបង្ហាញជូនបាទអញ្ចឹងនៅវាលយើងឃើញថាសបោស្មៅក៏ពិតមែនហើយស្មៅយើងដែលដាំក៏សបោហើយខ្ញុំក៏បានថ្ងៃនេះបាទតនេបាទឆ្លៀតក្រោយពីហាលស្រូវសានោះ2-3ថ្ងៃវាមានភ្លៀងអញ្ចឹងហាលរៀងយូរទៅម្សិលមិញយើងក៏បានសាររិចរត់ដាក់យន្តហើយក៏ថ្ងៃនេះតនីក៏កាត់កិនមកឲ្យពួកវាស៊ីបាទដូចដែលបង្ហាញជាមួយនឹងសកម្មភាពឲ្យពួកវាស៊ីនេះនេះសុទ្ធសឹងជាកូនគោដែលយើងបានកើតនៅក្នុងក្រោលផ្ទាល់ហើយនៅមកជួរនេះបាទកូនទាំងអស់ហើយខាងនេះមានមេជាប់កូនក៏ដូចជាមេផើមហើយខាងនោះក៏ដូចគ្នាបាទសុទ្ធសឹងតែជាប្រភេទមេផើមជាតិកើតដូចគ្នាដោយសារមួយរយៈមុនយើងក៏បានកាត់បន្ថយនៅការចិញ្ចឹមបាទកាលណាចិញ្ចឹមច្រើនលើសកម្លាំងហើយធ្វើឲ្យគូរបស់យើងវាស្គមហើយយើងថែឲ្យបានដិតដល់ព្រោះចំនួនដែលខ្ញុំតែងតែជម្រាបជូនទៅដល់ពុកម៉ែបងប្អូនសម្រាប់មនុស្សម្នាក់ឬក៏បុគ្គលិកម្នាក់ទៅដល់បងប្អូនទាំងអស់គ្នាមកចំនួនប៉ុណ្ណាដែលគាត់អាចមើលថែបានល្អនិងដិតដល់គូមានសាច់ឈាមល្អហើយខ្ញុំបានជម្រាបពីវីដេអូមុនហើយតែថ្ងៃនេះខ្ញុំចង់បន្ថែមបង្ហាញជូនទៅដល់បងប្អូនដែលជាអ្នកចិញ្ចឹមទាំងអស់គ្នាក៏ដូចជាបងប្អូនអ្នកដែលស្រឡាញ់ជាមួយផែនស្អាតផែនល្អបាទវាជារឿងមួយត្រឹមត្រូវហើយសម្រាប់អ្នកចិញ្ចឹមតែអ្វីដែលយើងខ្លាចគឺផែនដែលស្អាតផែនដែលល្អគឺវាពិបាកក្នុងការមើលថែសម្រាប់អ្នកដែលមិនសូវប៉ិនប្រសពតែបើសិនជាអ្នកដែលគាត់ធ្លាប់មានបទពិសោធន៍ចិញ្ចឹមមិនពិបាកទេហើយបានមើលឃើញនៅលើបណ្ដាញសង្គមឃើញមានខាងបងប្អូនយើងអ្នកចិញ្ចឹមគោក៏ទិញគោក្នុងតម្លៃខ្ពស់គួរសមដែរបាទមិនមែនគួរសមទេតម្លៃខ្ពស់មែនទេសម្រាប់មួយក្បាល2-3000នៅពេលបច្ចុប្បន្ននេះមិនងាយទេហើយអ្វីដែលយើងឃើញទៀតសោតគឺយើងចូលរួមសោកស្ដាយចំពោះគាត់ដែលគាត់ទិញមកពីកសិដ្ឋានមួយកន្លែងមកកាលដែលគាត់មិនទាន់បានដឹកគោមកដល់ឬក៏ជជែកជាមួយនឹងម្ចាស់កសិដ្ឋានគាត់ថាជួយមើលថែជួយបង្រៀនពីវិធីសាស្ត្រហើយប្រាប់ពីការស៊ីចុករបស់គោដែលគាត់យកមកចិញ្ចឹមនោះបាទតែនៅពេលជាក់ស្ដែងដែលគាត់បានទិញមកដល់ផ្ទះប្រគល់លុយហើយគោមានបញ្ហាខាងកសិដ្ឋាននោះមិនបានបញ្ជាក់ពីជំហរពីការណែនាំក៏ដូចជាប្រាប់ពីវិធីសាស្ត្រណាទេគាត់ថាគោងាយស៊ីស្រួលស៊ីហើយពេលដែលវាមានបញ្ហាគាត់បែរជាបន្ទោសទៅលើអ្នកដែលទិញតពីគាត់តែក្នុងការលើកឡើងនេះខ្ញុំមើលទៅតាមសារព័ត៌មានដែលបានអាប់សប្តាហ៍នេះតែខ្ញុំក៏មិនទាន់ហ៊ានប៉ាន់ស្មានថាកសិដ្ឋាននោះគាត់ជាអ្នកខុសឬក៏ត្រូវយ៉ាងណាទេតែយើងក៏គ្រាន់តែបានចូលរួមទុកដែរសម្រាប់បងប្អូនអ្នកដែលខ្ចីប័ណ្ណពិសោធន៍ចិញ្ចឹមគូស្អាតគូល្អលុះត្រាតែបងប្អូនដឹងសិនបាទកុំអោយគេថាយកមកដល់ស៊ីស្មៅអញ្ចេះក្តៅស៊ីស្មៅអញ្ចោះមិនត្រូវតាមពិតគូមួយវាអាចថាការស៊ីចុកវាមិនខុសគ្នាប្រហែលទេតែអ្វីដែលខុសគ្នាគឺអ្នកមើលថែហើយនឹងអ្នកដែលរោចំណីឬក៏ស្មៅគុតគង់នោះมันបានត្រឹមត្រូវធ្វើឲ្យគោមានបញ្ហាហើយណាមួយពេលគាត់ដឹកមកទៀតខាងដឹកជញ្ជូនក៏មិនបានជួយមើលរបស់គាត់ឲ្យបានហ្មត់ចត់អាងតែបកលលុយឲ្យហើយគាត់បែរជាធ្វើរបៀបនឹងនេះបញ្ជាក់ពីជំហរមួយមិនទទួលខុសត្រូវសម្រាប់ម្ចាស់កសិដ្ឋានឬក៏ជាអ្នកលក់ឲ្យបានរួចពីដៃលក់មិនខ្វាយខ្វល់ពីអតិថិជនគឺគាត់ធ្វើរបៀបហ្នឹងអញ្ចឹងកាលណាដែលគាត់លក់បានប៉ុណ្ណឹងដំណឹងអាចសាយភាទៅដល់អ្នកដែលចិញ្ចឹមក្រោយដែលថាគាត់ចង់បានគឺគាត់ខ្លាចរអាជាមួយនឹងការទិញពីកសិដ្ឋានមកកន្លែងហ្នឹងហើយតែខ្ញុំក៏មិនច្បាស់ទេតែខ្ញុំមកគាត់ថាចូលរួមជាមួយបងប្អូនអ្នកដែលខ្ចីប័ណ្ណពិសោធន៍កុំទាន់ហក់លោតចិញ្ចឹមគោក្នុងតម្លៃខ្ពស់ព្រោះថាការមើលថែវាមិនដូចគ្នាទេព្រោះការមើលថែនៅកន្លែងគេអាចផ្សេងហើយការស៊ីចុកអាចផ្សេងពីគ្នាតែសំខាន់ពេលបងប្អូនទិញនៅក្រោលណាមួយទិញពីកន្លែងណាមួយឬកសិដ្ឋានណាមួយបងប្អូនត្រូវច្បាស់ថាបងប្អូនស្គាល់ក្រោលនោះស្គាល់កសិដ្ឋាននោះហើយកន្លែងដែលទិញនោះដល់កម្រិតណាសិនតើបងប្អូនអាចទុកចិត្តគាត់បានយ៉ាងណាខ្លះបាទអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ជាអ្នកចិញ្ចឹមយូរក៏ដូចជាបានលក់ចែកចាយឲ្យបងប្អូនតាមដាខេត្តរៀងឆ្ងាយក៏ច្រើនដែរ
ក្រោយពីគាត់ទិញខ្ញុំបានណែនាំមិនបានថាទៅចិត្តដិតមួយគាត់ទេគាត់ថាបានណែនាំបន្ថែមទៅតាមលេខទូរស័ព្ទឬក៏គាត់មានចម្ងល់ផ្សេងៗតាក់ទងទៅនឹងបញ្ហាចិញ្ចឹមឬក៏បញ្ហាអីផ្សេងគឺខ្ញុំអាចឲ្យជួយណែនាំបានបាទហើយវីដេអូនេះរៀងវែងតែសូមបញ្ចប់ទៅត្រឹមនឹងទេទៅដល់បងប្អូនអ្នកដែលចូលចិត្តចិញ្ចឹមគោទាំងអស់គ្នា